ឃ្លាំងនាមផ្ទះសម្រាប់ទុកដាក់ទ្រព្យរបស់គេសាងសង់ឃ្លាំងដាក់ទំនិញកម្ដៅកិរិយាធ្វើឲ្យក្ដៅខ្ញុំកម្ដៅសម្លចង្កោមនាមសំណុំផ្កាឬផ្លែឈើដែលរួមតងគ្នាតែផ្កាមួយចម្កោមថ្លៃប៉ុន្មានកកាយកិរិយាកាយរឿយមាន់កកាយដីរបកកិរិយារលាត់របើកក្រមាខ្ញុំរបកជញ្ជីងនាមប្រដាប់សម្រាប់ថ្លឹងតើអ្នកមានជញ្ជីងនៅផ្ទះដែរឬទេវាកិរិយាលូនដោយប្រវាកូនតូចទើបចេះវាឋាននាមទីកន្លែងតំបន់ទីតាំងប្រទេសលក្ខនឹងលក្ខមនុស្សគ្រប់រូបចង់ទៅឋានសួគ៌កិនកិរិយាសង្កត់ឲ្យបែកខ្ញុំមិនចេះកិនស្រូវគប់កិរិយាវាយកុំគប់ដុំថ្មដាក់អ្នកដទៃងើយកិរិយាបែរមុខផ្ងាទៅលើខ្ញុំងើយមើលផ្កាយរបេះកិរិយារលះចេញឬរបូតចេញដោយគេចាប់បេះឆ្នាំងដីរបេះមាត់ចំអិនកិរិយាធ្វើឲ្យឆ្អិនដោយអំណាចចំហាយក្ដៅខ្ញុំកំពុងចំអិនម្ហូបឆមាសនាម6ខែឬខែ6ខ្ញុំកំពុងធ្វើលំហាត់ត្រៀមប្រឡងឆមាសទី1រួមកិរិយាផ្សំបញ្ចូលគ្នាពួកគាត់ធ្វើការរួមគ្នាក្មេងនាមមនុស្សឬសត្វដែលមានអាយុតិចកាលពីក្មេងខ្ញុំចូលចិត្តលេងបាល់រៀបចំកិរិយារៀបឲ្យត្រឹមត្រូវឲ្យចុះរបៀបឲ្យត្រូវបែបនាងរៀបចំផ្ទះឆន្ទៈនាមសេចក្តីប្រាថ្នាបំណងគំនិតហេតុអ្វីបានជាអ្នកត្រូវមានឆន្ទៈក្នុងជីវិតហុយកិរិយាផ្សាយអណ្ដែតឡើងផ្សែងហុយល្ងង់កិរិយាមិនចេះមិនយល់គេថាខ្ញុំល្ងង់ព្រោះខ្ញុំមិនបានចំណាត់ថ្នាក់ល្អឆ្នាំនាមកំណត់វេលា1ខួបខែ12តើ1ឆ្នាំមានប៉ុន្មានខែចតចេះកិរិយាទទូចធ្វើបំពានលើបំរាម
គេហាមខ្ញុំមិនឲ្យធ្វើ តែខ្ញុំចតចេះធ្វើទាល់តែបាន គេហដ្ឋាន នាម ទីផ្ទះ ផ្ទះទាំងមូល នាងតុបតែងគេហដ្ឋាននាងស្អាតណាស់ ឆក់កិរិយា ចាប់យកដោយប្រញាប់ ចៅឆក់កាបូបគេ ម្សិល និបាតសព្ទ ថ្ងៃមួយមុនថ្ងៃនេះ តើអ្នកទៅណាកាលពីម្សិល ផើមកិរិយា មានគភ៌មានកូនក្នុងផ្ទៃ មេជ្រូកផើម ចៅ នាម កូនរបស់កូន តើអ្នកមានចៅនៅ ហត់កិរិយា ស្រូបយកតែទឹកឬវត្ថុរាវ ខ្ញុំហត់ទឹកសម្ល មែន និបាតសព្ទ ពិតប្រាកដ តើនេះជាមាសសុទ្ធមែនដែរឬទេ ភ្ញាក់កិរិយា រលឹកពីដេកលក់ គាត់ភ្ញាក់តាំងពីព្រលឹម ឆែបគុណនាម របេះមុខ ពែងធ្លាក់ឆែបមាត់ ផ្ដួលកិរិយា ធ្វើឲ្យដួល គាត់អាបផ្ដួលរលំដើមឈើ កកកិរិយា គោញយញយ គាត់កកូរទឹកសណ្តែកយ៉ាងយូរទម្រាំតែឆ្អិន ទាល់តែ និបាតសព្ទ លុះតែ ត្រាតែ ដរាបតែ ទល់នឹង ទាល់តែជិតដល់ពេលប្រឡងទើបខ្ញុំខំរៀន ឡើងកិរិយា ទៅពីក្រោមទៅលើ ខ្ញុំមិនចេះឡើងដើមដូង ឆៅគុណនាម ដែលមិនទាន់ឆ្អិន សាច់នៅឆៅ កែវកិរិយា ធ្វើឲ្យជាគំនរ អស់កែវលើផ្លូវ ឆ្ងាយគុណនាម ដែលមានចម្ងាយ គាត់ដើរឆ្ងាយ កាវកិរិយា កាត់រំលីងដោយកាំបិតកាវ គាត់កាវសក់ខ្លួនឯង រាត្រី នាម យប់វេលាយប់ រាត្រីដ៏សែនមនោរម្យ មូកិរិយា ចាប់បង្វិលឲ្យកើតជារបំ គាត់មូលកន្ទេលទុក រាវគុណនាម ដែលជាទឹកមិនខាប់ ខ្ញុំបបរត្រីរាវហួស ទាស់កិរិយា ឆ្លោះគ្នាមិនរបបគ្នា ខុសគ្នា ខ្ញុំទាស់គ្នាជាមួយមិត្តខ្ញុំ អំណរនាម
សេចក្តីអខ្ញុំមានអំណរលើព្រះសម្រក់កិរិយាធ្វើឲ្យស្រក់ខ្ញុំមិនដឹងថាហេតុអ្វីនាងសម្រក់ទឹកភ្នែកជំលោះនាមវិវាទដំណើរឆ្លោះកុំបង្កជំលោះគាត់បរិស័ទសព្វនាមគេអ្នកបងខ្ញុំធ្វើការមិនកើតព្រោះគាត់ឈឺផ្ដាសាយរលះកិរិយារបេះឃ្លាតចាញ់ផ្លែឈើទុំរលះពីតងខ្វាក់គុណនាមដែលងងឹតមើលមិនឃើញគាត់ជាមនុស្សខ្វាក់ភ្នែកអើតកិរិយាដកមើលឬដកទាំងខ្លួនទាំងកងើតមើលតើអ្នកអើតមើលអ្វីនឹងឆ្អាបគុណនាមដែលមានរសជាតិអាក្រក់នាំឲ្យឆ្អើមត្រីមានក្លិនឆ្អាបចឹកកិរិយាខំដោយចំពុះពោះចឹកជើងខ្វល់គុណនាមវល់វល់ច្របល់ទឹកល្អក់ខ្វល់ខ្លាំងគុណនាមដែលមានកម្លាំងច្រើនគាត់ប្រើកម្លាំងខ្លាំងអាកិរិយាកាត់បំបែកជ្រៀកពុកអាឈើខ្ទេចគុណនាមល្អិតដោយវាយដោយដំឲ្យបែកខ្ញុំធ្វើឲ្យចានបែកខ្ទេចកាច់កិរិយាធ្វើឲ្យបាក់ខ្ញុំកាច់មែកឈើឥឡូវនិបាតស័ព្ទវេលានេះតែឥឡូវនេះអ្នករស់នៅឯណាដាស់តឿនកិរិយាតឿនឲ្យភ្ញាក់ស្មារតីឲ្យនឹកឃើញប៉ាម៉ាក់ដាស់តឿនឲ្យកូនខិតខំរៀនសូត្រអាប់គុណនាមដែលអន់ឬតិចពន្លឺកញ្ចក់វ៉ែនតាគាត់អាប់ចោលកិរិយាបោះបង់លែងបង់គាត់យកសំរាមទៅបោះចោលខោងគុណនាមផតត្រុតដីខោងថាំកិរិយាកំណាញ់គិតកាញ់សំចៃទុកអ្នកគប្បីថាំបន្តិចទៅកុំចាយវាយច្រើនពេកខលគុណនាមរពើរពោចកុមារាម្នាក់នេះខលណាស់វិចកិរិយាធ្វើឲ្យជាបង្វិចខ្ញុំមិនចេះវិចសន្សំឡាននាមរថយន្ត
តើឡានរបស់អ្នកមានតម្លៃប៉ុន្មានតាក់កិរិយាចាប់ដោយអន្ទាក់តើគេតាក់សត្វកណ្តុរយ៉ាងម៉េចបានយប់នាមវេលាតាំងពីព្រះអាទិត្យលិចបាត់អស់ពន្លឺកាលពីយប់មិញខ្ញុំឡើងរាំវិញនិបាតស័ព្ទទៀតដូចដែលគាត់ត្រឡប់ទៅប្រទេសគាត់វិញយល់កិរិយាយកចុះយកឡើងលឿនទៅលឿនមកប៉ោនាឡិកាយល់ដូច្នេះនិបាតស័ព្ទយ៉ាងនេះខ្ញុំប្រឡងធ្លាក់ដូច្នេះហើយបានជាខ្ញុំខំរៀនត្រាប់កិរិយាយកតម្រាប់ធ្វើតាមគេកុំមើលទូរទស្សន៍ធ្វើត្រាប់អ្វីដែលមិនល្អតាមគេម្ដាយនាមមាតាម៉ែម្ដាយខ្ញុំទៅលេងសៀមរាបឆឹងកិរិយារំងាស់សម្រាំងជាមួយនឹងស្កររាវឲ្យស្ងួតស្រឹងម៉ាក់ឆឹងដំឡូងវែងគុណនាមទីតីពីខ្លីគឺមានប្រវែងតើសត្វអ្វីមានកវែងល្មួតគុណនាមដែលស្អិតជាប់គ្នាល្អួតបាយដំណើបល្មួតល្អហាមកិរិយាប្រាមខាត់គេហាមខ្ញុំមិនឲ្យចូលវត្តឯនិបាតស័ព្ទខាងចំណែកខាងត្រង់ផ្ទះអ្នកនៅឯណាសិតកិរិយាយកក្រាស់ឬស្និតជោគសក់ខ្ញុំសិតសក់ផ្សេងនិបាតស័ព្ទទីតីពីគ្នាដោយខ្លួនពីគ្នាខ្ញុំចង់បានកាតាបផ្សេងពីកាតាបបងខ្ញុំត្រនើនាមទីសម្រាប់បន្ទើគាត់ធ្វើត្រនើដាំដើមត្រឡាចយើងបរិស័កសព្វនាមខ្ញុំទាំងឡាយពួកខ្ញុំយើងខ្ញុំគោរពទង់ជាតិរាល់ព្រឹកធ្លាប់និបាតស័ព្ទតែងតែរមែងដែលមានទម្លាប់ខ្ញុំធ្លាប់លេងឃ្លីកាលពីខ្ញុំនៅតូចហោះកិរិយាអណ្ដែតទៅឯអាកាសប៉ាបង្រៀនខ្ញុំពីរបៀបបត់យន្តហោះក្រដាសឲ្យហោះចំណតនាមដំណើរដែលចតទីសម្រាប់ចតចំណតទូកនៅឯណាហៅ
កិរិយាពោលពាក្យចាញ់ឈ្មោះដល់អ្នកគ្រូហៅឈ្មោះសិស្សម្សិលមួយថ្ងៃនិបាតស័ព្ទថ្ងៃមួយមុនថ្ងៃម្សិលកាលពីម្សិលមួយថ្ងៃខ្ញុំទៅវត្តខ្លងកិរិយាផ្អៀងចុះផ្អៀងឡើងទូកខ្លងចង្កឹះនាមប្រដាប់សម្រាប់ឆ្កឹះថ្គាបឬចាប់អាហារបរិភោគតើអ្នកចេះប្រើចង្កឹះដែរឬទេម៉ត់កិរិយាអស់រលីងមិនមានមិនសល់គាត់បុកស្លឹកគ្រៃឲ្យម៉ត់លើនិបាតស័ព្ទខាងខ្ពស់ដែលជាប៉ែកខាងខ្ពស់ប៉េងប៉ោងហោះឡើងទៅលើត្រូវកិរិយានុគ្រោះគប្បីយើងត្រូវតែស្ដាប់បាម៉ាក់ខានស្អែកនិបាតស័ព្ទថ្ងៃមួយកន្លងពីថ្ងៃស្អែកគឺជាថ្ងៃជាដំណរបន្ទាប់ពីស្អែកខ្ញុំនឹងទៅស្រុកខានស្អែកថ្វីបើនិបាតស័ព្ទទោះបីបើទុកជាក៏ដោយថ្វីបើខ្ញុំឈឺប៉ុណ្ណឹងខ្ញុំនៅតែទៅរៀនខ្ចាត់កិរិយាព្រាត់ព្រាយបែកខ្ញែកឃ្លាតចេញពួកយើងបានខ្ចាត់ចេញពីប្រទេសដោយសារសង្គ្រាមប្រហែលនិបាតស័ព្ទដូចយ៉ាងដូចជាគាត់ប្រហែលជាមកយឺតតោងកិរិយាឈោងចាប់ប្រយុងភ្ជាប់កូនក្មេងចេះតោងឈរដោយខ្លួនឯងម្ដងនិបាតស័ព្ទមួយដងខ្ញុំធ្លាប់ទៅខេត្តកំពង់ចាមម្ដងជាមួយម៉ាក់ខ្ញុំខុបគុណនាមងចូលកោងចូលក្រចកយាយខ្ញុំមានរាងខុបតាមតែនិបាតស័ព្ទស្រេចនៅទោះបីទុកជាម្នាក់នោះធ្វើតាមតែគេត្រៀមកិរិយារងចាំបាត់ការរងចាំប្រុងប្រៀបហើយជាស្រេចខ្ញុំខំរៀនត្រៀមប្រឡងបាក់ឌុបរហូតនិបាតស័ព្ទឥតទិឥតទៈពីម្ខាងទៅម្ខាងឬពីដើមដល់ចុងគាត់ដើររហូតទាល់តែដល់កំពូលភ្នំចូលកិរិយាទៅពីខាងក្រៅកាន់ខាងក្នុងគាត់ចូលក្នុងបន្ទប់ខ្ញុំបរិស័កសព្វនាមសម្ដីដែលសាមីខ្លួនហៅខ្លួនឯង
នាងខ្ញុំឈ្មោះធីតារៀបកិរិយាធ្វើឲ្យមានរបៀបចាត់របៀបគាត់រៀបចំផ្ទះទទួលភ្ញៀវម្លេះនិបត្តិស័ព្ទយ៉ាងនេះដូច្នេះធ្វើអីយូរម្លេះគៀបកិរិយារត់ដោយដង្កៀបក្តាមគៀបជើងខ្ញុំលិខិតនាមសម្បត្តិនេះជាទម្រង់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ផ្ទះចំហកិរិយាបើកឲ្យច្រហគាត់ចំហបង្អួចឲ្យខ្យល់ចូលដើម្បីអយតនិបត្តិបំរុងនឹងសម្រាប់នឹងប្រយោជន៍នឹងតើយើងរស់នៅដើម្បីអ្វីហៅប៉ៅនាមថង់ដេរភ្ជាប់នឹងអាវឬខោជាដើមហៅប៉ៅខោគាត់រហែកប្រចាំកិរិយារងចាំឲ្យគេធ្វើទើបខ្លួនឯងធ្វើដែរខំធ្វើការទៅកុំប្រចាំគ្នាចំណាស់នាមបែបភាពដែលចាស់ពួកយើងមានចំណាស់ប្រហែលគ្នាកន្លែងនាមស្ថានទីតំបន់តើអ្នកដាក់អំបិលនៅកន្លែងណាតែងកិរិយារៀបចំស្អិតស្អាងតាំងបង្កើតនាងកំពុងតែងខ្លួនទៅញ៉ាំការដុល្លារនាមឈ្មោះរូបិយវត្ថុរបស់សហរដ្ឋអាមេរិកហេតុអ្វីបានជាប្រទេសកម្ពុជាប្រើលុយដុល្លាររត់កិរិយាធ្វើឲ្យតឹងទាញឲ្យតឹងតើអ្នកអាចជួយខ្ញុំរត់ខ្សែបានដែរឬទេកុមារីនាមក្មេងស្រីកុមារីខ្លះចូលចិត្តចងសក់ទីទុយពេលទៅសាលារកិរិយាត្បល់ជំរលក្មេងដេករលឡើងលើប្រដាប់នាមគ្រឿងសម្រាប់ប្រើប្រាស់គ្រប់យ៉ាងតើអ្នកមានឃើញប្រដាប់សាកថ្មខ្ញុំអត់ខ្ចាយកិរិយាខ្ចាត់ចេញអង្គកំពប់ខ្ចាយអាទិត្យនាមដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃរុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យតឿនកិរិយានិយាយបង្ខំឲ្យបានឆាប់ម៉ាក់តឿនខ្ញុំ
ឲ្យទៅធ្វើកិច្ចការសាលាចម្រៀងនាមមនុស្សដែលច្រៀងឬទំនុកដែលច្រៀងខ្ញុំស្ដាប់ចម្រៀងរាល់ថ្ងៃ